ជំរាបសួរបងប្អូនអ្នកទស្សនាទាំងអស់គ្នាថ្ងៃនេះខ្ញុំជួបប្អូនជាលើកទី1ហើយជាការកត់សម្គាល់ជាការចាប់អារម្មណ៍គាត់គឺជានារីខ្មែរដែលមានរូបសម្បត្តិសម្បុរស្រអែមស្រស់តែមិនមែនជាកុយអីណាទេចង់ជម្រាបជូនបងប្អូនថាការជ្រើសរើសជំនាញសិក្សានៅឧត្តមសិក្សាគឺជារឿងសំខាន់ខ្ញុំសូមយកឱកាសនេះដើម្បីសួរនៅសំណួរទៅកាន់ប្អូនដែលក្នុងនាមជាសិស្សច្បងដែលបានឆ្លងកាត់នៅការប្រឡងបាក់ឌុបអញ្ចឹងចង់ជ្រាបច្បាស់កុំឲ្យខាតពេលវេលាយូរខ្ញុំជួបជាមួយបងប្អូនហើយសម្ភាសផ្ទាល់តែម្ដងជំរាបសួរបងប្អូនចាជំរាបសួរលោកគ្រូអញ្ចឹងចង់ឲ្យបងប្អូនណែនាំខ្លួនយើងទៅកាន់បងប្អូនអ្នកទស្សនាថាបងប្អូនរៀននៅឯណារៀនជំនាញអ្វីហើយពេលដែលបងប្អូនរៀនចប់បងប្អូនគិតថាបងប្អូនរំពឹងគិតទុកថាយើងនឹងខ្លាយទៅជាអ្វីចាបាទជំរាបសួរលោកគ្រូហើយក៏ដូចជំរាបសួរបងប្អូនទាំងគ្នាដែលកំពុងតាមមើលវីដេអូនេះអ្នកគ្នាប្រហែលជាអត់ដឹងថាខ្លួនឯងត្រូវរៀនជំនាញអីឬក៏ប្រមាក់ចិត្តអញ្ចឹងក្នុងនាមខ្ញុំគឺជាសិស្សច្បងហើយបច្ចុប្បន្នខ្ញុំឈ្មោះម៉ែនសុខវិស័យគឺជាគរុសិស្សនៅវិទ្យាស្ថានជាតិអប់រំឆ្នាំទី2ឯកទេសភាសាបារាំងហើយនិងជីវវិទ្យាអញ្ចឹងចំពោះជំនាញដែលខ្ញុំរៀននេះគឺជាជំនាញនៅក្នុងក្របខ័ណ្ឌរដ្ឋអញ្ចឹងយើងត្រូវមានការប្រឡងចូលហើយការប្រឡងចូលរបស់ខ្ញុំប្រឡងចូលទៅនៅឆ្នាំទៅដែលជ្រើសរើសដោយក្រសួងមុខងារសាធារណៈអញ្ចឹងក្រសួងមុខងារសាធារណៈគឺមានការប្រឡងជ្រើសរើសចំនួន2ដងហើយចំពោះការប្រឡងមួយគឺគាត់មានការផុសក៏ដូចជាផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមដែលគ្រប់គ្នាគឺអាចដាក់បានទៅតាមលក្ខខណ្ឌរបស់គេហើយចំពោះជំនាញរបស់ខ្ញុំពេលដែលខ្ញុំចប់ទៅគឺជាការប៉ັດណាខ្ញុំខ្លាចជាគ្រូបង្រៀនកម្រិតមូលដ្ឋានបានន័យថាខ្ញុំជាមន្ត្រីរាជការចាជាមន្ត្រីរាជការស្វ័យប្រវត្តិចាជាប៉ុន្តែកម្រិតមូលដ្ឋានអញ្ចឹងពីខ្ញុំអាចបរៀនបានពីថ្នាក់ទី7រហូតដល់ទី9ទី7ដល់ទី9ចាឯកទេសកម្រិតអនុវិទ្យាល័យចាកម្រិតអនុវិទ្យាល័យហើយឯកទេសភាសាបារាំងជីវវិទ្យាក៏ដូចជាអាចជីវៈជាភាសាបារាំងដែរជីវៈជាភាសាបារាំងចាចំពោះថ្នាក់ B ឡើងអញ្ចឹងមានន័យថាបងអូនមានមូលដ្ឋានជាអ្នកសិក្សាភាសាបារាំងពីមុនច្រើនហើយមែនទេចាខ្ញុំជាអតីតសិស្សថ្នាក់ B ឡើងនៅវិទ្យាល័យបរសេនុខេត្តកំពង់ចាមដែរអូអញ្ចឹងមានន័យថាអ្នកមកពីខេត្តកំពង់ចាមហើយបានប្រឡងជាប់យើងនឹងត្រៀមមានន័យថាទៅពេលដែលយើងចប់កម្រិត12/2ហ្នឹងយើងនឹងខ្លាយទៅជាមន្ត្រីរាជការតាំងស៊ុបនៅក្នុងក្រសួងអប់រំយុវជនកីឡាបាទអញ្ចឹងមានន័យថាគាត់ជាអ្នកគ្រូផងហើយនឹងត្រៀមអនាគតជាមន្ត្រីរាជការអញ្ចឹងគោលបំណងរបស់គាត់មានន័យថាគាត់ពីមុនមកហេតុអីបានជាជ្រើសជំនាញហ្នឹងហើយយើងសម្រេចចិត្តមកអញ្ចឹងចាដោយសារតាទី1គឺស្រឡាញ់គឺចិត្តការបរិញ្ញាចិត្តចែករំលែកចំណេះដឹងដល់បងប្អូននិយាយទៅធំបំផុតគឺក្តីស្រឡាញ់ដែលចូលចិត្តចែករំលែកចំណេះដឹងចិត្តបញ្យល់ចិត្តនិយាយហើយនឹងហើយដែលធ្វើឲ្យខ្ញុំរៀនជំនាញទៅគឺធ្វើឲ្យខ្ញុំកាន់តែពង្រីកបទពិសោធន៍ខ្លួនឯងហើយកាន់តែចូលចិត្តជំនាញហ្នឹងគឺចង់ខ្លាចជាអ្នកអប់រំចង់ខ្លាចជាអ្នកអប់រំទោះបីជាភាសាជាតិរបស់យើងក៏ដោយភាសាបារាំងក៏ដោយក៏អាចនិយាយបានទៀតចាអាចនិយាយភាសាបារាំងមកឃ្លាឲ្យបងប្អូនយើងស្ដាប់អាចណែនាំខ្លួនបាទ Bonjour tout le monde je m'appelle Van Sophie j'ai 20 ans actuellement je suis élève professeur à l'Institut national de l'éducation Merci beaucoup. Oh, merci beaucoup. Comment s'appelle toi? Je m'appelle Pisay. Oh, បាទអញ្ចឹងពិតជាមិនធម្មតាមែននិស្សិតខ្មែរយើងបើសិនជាមានឱកាសយើងត្រូវទៅរៀនបន្តនៅស្រុកគេខាងផ្នែកជីវវិទ្យានៅប្រទេសបារាំងឬក៏នៅប្រទេសណាដែលប្រើភាសាបារាំងបងប្អូនគិតថានឹងអាចបន្តការសិក្សាបន្ថែមទៀតទេជាក្តីសម័យដែលចង់បន្តអត់ចង់នៅធំនឹងទេបងចង់អភិវឌ្ឍចំណេះដឹងខ្លួនឯងរហូតបាទដើម្បីជួយអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាយើងដែរបាទជំនាញវិទ្យាសាស្ត្រនេះគឺជាជំនាញមួយដែលមិនសូវសម្បូរអ្នករៀនទេប៉ុន្តែបងប្អូនស្រីបានចាប់យកជំនាញវិទ្យាសាស្ត្រខាងជីវវិទ្យាហើយមានចំណេះដឹងភាសាបារាំងទៀតគឺពិតជាពិសេសមែនទែនសម្រាប់បងប្អូនដែលមានក្តីសុបិននិងមានបំណងដូចបងប្អូនដោយសារបងប្អូននឹងក្លាយទៅជាមន្ត្រីរាជការហើយបងប្អូនសិក្សានៅវិទ្យាស្ថានជាតិអប់រំអរគុណដល់បងប្អូនអ្នកទស្សនាទាំងអស់នេះនេះគឺជាធនធានមនុស្សរបស់កម្ពុជាដែលបងប្អូនអាចយកជាគំរូបានដោយសារគាត់បានដើរលើផ្លូវមួយដែលគាត់មានការកំណត់គោលដៅរបស់គាត់ច្បាស់លាស់ហើយអរគុណដល់បងប្អូនអ្នកទស្សនាទាំងអស់គ្នាសូមជូនពរមានសុខភាពល្អជួបគ្នានៅវីដេអូបន្តសូមអរគុណសូមជម្រាបលា